បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកអំពីការសិក្សាពាក់ព័ន្ធជាមួយនៅក្នុងមេរៀនជា sequence control ឬក៏ប្រព័ន្ធវិទ្យាឬក៏នៅក្នុងនេះមាន PLC ចឹងពាក់ព័ន្ធជាមួយនៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញពាក់ព័ន្ធជាមួយនៅក្នុងលំហាត់ដែលខ្ញុំបានធ្វើការចងក្រងមកសម្រាប់ឲ្យអ្នកទាំងអស់គ្នាអនុវត្តអញ្ចឹងពាក់ព័ន្ធជាមួយនៅក្នុងលំហាត់នេះខ្ញុំនឹងធ្វើការតម្លាក់ជូនចូលទៅក្នុងក្រុមជូនអ្នកទាំងអស់គ្នាសម្រាប់តែបងប្អូនចង់សិក្សាបន្ថែមអញ្ចឹងវីដេអូនេះគឺខ្ញុំគ្រាន់តែចេញទៅលើការចែកម្លែកជាមួយវីដេអូមួយចំនួនពាក់ព័ន្ធជាមួយនៅក្នុងមេរៀនអញ្ចឹងពាក់ព័ន្ធជាមួយលំហាត់របស់យើងមានរហូតដល់33លំហាត់បាទអ្នកទាំងអស់គ្នាអញ្ចឹងចំពោះលំហាត់ទាំង33នេះគឺខ្ញុំនឹងធ្វើការបោះចូលទៅក្នុងក្រុម Telegram ដែលខ្ញុំមានដាក់ link នៅក្នុងវីដេអូពេលដែលខ្ញុំផុសនៅក្នុង page របស់ខ្ញុំបាទអ្នកទាំងអស់គ្នាអញ្ចឹងពាក់ព័ន្ធជាមួយនៅក្នុងលំហាត់នេះបើយើងមើលតាមជាក់ស្ដែងលំហាត់នេះគឺវាទុយទេមានន័យថាយើងរៀនពី basic ទៅហើយមានន័យថានៅក្នុងលំហាត់នេះគឺយើងប្រើជាប៊ូតុងដើម្បីទៅបញ្ជាអំពូលលក្ខណៈជាប្រភេទ on off ឬក៏ចុច1ភ្លឺ3ឬក៏អីហ្នឹងគឺជា basic ដើមដូចជាមិនខុសអីពីយើងរៀននៅក្នុងPLC ក៏យើងមាន basic ដែរយើងត្រូវរៀនមាន AND gate OR gate អីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងធ្វើការបង្ហាញទៅលើ sequence មួយហ្នឹងដែលខ្ញុំនឹងអាចនឹងយកជំហានដំបូងគឺខ្ញុំនឹងយកទៅលើកម្មវិធី KC Moon ដើម្បីធ្វើការតេស្តផ្ទាល់ជាមួយនៅក្នុងលំហាត់ដែលខ្ញុំបានធ្វើការរៀបរៀងនេះអញ្ចឹងពាក់ព័ន្ធជាមួយនៅក្នុងចំណុចសំខាន់នៅក្នុងវីដេអូនេះអ្វីដែលអ្នកទាំងអស់គ្នាទទួលបានគឺពាក់ព័ន្ធជាមួយនៅក្នុងការយល់ពាក់ព័ន្ធជាមួយនៅក្នុងការ sequence control មួយចំនួនក៏ដូចជាកលឹះសំខាន់ខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូហ្នឹងដើម្បីឲ្យអ្នកទាំងអស់គ្នាយល់ទាំងប្រព័ន្ធវិទ្យាថែមទៀតបាទអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូក្រោយខ្ញុំនឹងធ្វើការផុសពាក់ព័ន្ធជាមួយនៅក្នុងការតេស្តទៅលើ sequence មួយហ្នឹងតើឧទាហរណ៍ថា push PV1 P1 on push PV2 P1 off ទៅលើលំហាត់ទី2 push PV1 P1 P2 on push PV2 P1 P3 off អញ្ចឹងមានន័យថានេះគឺជាប្រភេទដែលយើងនិយាយស្រួលស្ដាប់គឺថា sequence start stop ហើយមានន័យថាអានេះគឺខ្ញុំបង្ហាញវីដេអូទៅលើមានន័យថាដូចជា sequence control ទេមានន័យថាប៊ូតុងទៅជាអំពូលធម្មតាអញ្ចឹងក្រោយពីចប់ទៅលើ sequence ទាំងអស់ហ្នឹងខ្ញុំនឹងមានវីដេអូបន្តទៀតពាក់ព័ន្ធជាមួយនៅក្នុងការប្រើប្រាស់ពាក់ព័ន្ធជាមួយនៅក្នុងអីគេបំលែងពី sequence control ទៅជាប្រព័ន្ធបញ្ជាខ្ញុំនឹងធ្វើការតេស្តទៅលើប្រព័ន្ធបញ្ជាខ្ញុំនឹងធ្វើការតេស្តដាក់ទៅលើ sequence បញ្ជាហើយខ្ញុំនឹងគូសទៅលើ sequence អានុភាពតេស្តផ្ទាល់ជូនដល់អ្នកទាំងអស់គ្នាបានចំណេះដឹងបន្ថែមអញ្ចឹងបើសិនជាចាប់អារម្មណ៍ទៅលើវីដេអូនេះកុំភ្លេច like and share ដើម្បីទទួលបានវីដេអូថ្មីបាយបាយ